កាលពីឆ្នាំមុនបងទិញរថយន្តក៏ចិត្តយ៉ាងអូនស្រីរថយន្តអូប៉ែលដែលទើបកំងថ្មីគ្រឿងផ្សំសម្រាប់បុកកាពិរបស់យើងបងទាំងអស់គ្នាជាដំបូងយើងមកធ្វើការអាំងជាមួយនឹងកាពិរបស់យើងបងអាចអាំងដូចខ្ញុំក៏បានឬក៏អាចប្រើកញ្ច្រានខ្ជុងបានបងទាំងអស់គ្នាបន្ទាប់ហើយគឺយើងធ្វើការលីងជាមួយនឹងម្ទេសក្របពុតញងខ្ទឹមសដើម្បីឲ្យវាឈ្ងុយបងទាំងអស់គ្នាបន្ទាប់ពីវាឡើងឈ្ងុយហើយយើងធ្វើការដួសដាក់ចានឥឡូវយើងមកធ្វើការកិនពេញប៉ោះរបស់យើងសម្រាប់ដាក់ចូលគ្រឿងដែលលីងមុនហ្នឹងខ្ញុំធ្វើការយកមកបុកហើយខ្ញុំធ្វើការថែមស្ករបន្តិចដើម្បីកុំឲ្យវាខ្ទាតឥឡូវយើងមកធ្វើការដាក់កាពិដែលយើងអាំងមុនហ្នឹងហើយយើងធ្វើការបករួចរាល់ហើយយើងមកធ្វើការដួសដាក់ចានបន្ទាប់ហើយគឺយើងធ្វើការដាក់លាយជាមួយនឹងគ្រឿងប៊ីចេងស្ករហើយជាមួយនឹងទឹកពេញប៉ោះរបស់យើងកិនមុនហ្នឹងណាបងអាចភ្លក់តាមចំណង់ចំណូលចិត្តបានបងប្អូនទាំងអស់គ្នាតើហើយយើងធ្វើការដាក់ជាមួយនឹងក្រូចឆ្មាទឹកកាពិរបស់យើងរួចរាល់ហើយឥឡូវយើងមកធ្វើការដាំទឹកដើម្បីចំហុយត្រីរបស់យើងត្រីនឹងបងចង់ចៀនក៏បានដែរបងប្អូនទាំងអស់គ្នារួចរាល់ហើយយើងទុកវាម្លែយើងមកធ្វើការចៀនជាមួយនឹងពងទាស្អំរបស់យើងម្ដងឥឡូវយើងចាក់ខ្លាញ់ដើម្បីដាក់ពងទារបស់យើងចៀនរួចហើយយើងមកធ្វើការស្រោះជាមួយនឹងបន្លែមានដូចជាខាត់ណាស្ពៃក្តោបសណ្តែកគួររួចរាល់ហើយយើងមកធ្វើការដួសដាក់ចានរៀបឲ្យស្អាតចឹងបងប្អូនទាំងអស់គ្នាដាក់គ្រាប់ពុតញងមួយម្ទេសខៀវនិយាយទៅខ្ញុំឲ្យ9 លើ 10 គឺជាតិសាហាវ